nhầm phơi video ní cứ nhầm video mới đi nhầm chun đỏ bong prong bong nhầm chỉ bị xé bộ quạt com chi yếm swang euro vị thi này cả phơi tiếng YouTube tiếng Facebook TikTok cất xa chữ ở hỏi cất ở đằng á lấy cất chat một nhóm cất su bong ôn này miền bong ôn na khá là login Telegram mặt trâu lắm bong ôn hay sầm rạp nhóm cứ nhóm khan vào Telegram giờ về buôn khai này ở cái tăng vì vì update ở dương bong lùi máu cứ nhóm admin lùi bằng cả tu toát ở Telegram tại mà đón bong ônสำหรับบองโอนยังดังวิธีของการล็อกอินโจลบองโอนคอมเพล็กปรับยำพองยำเพื่ออัตราให้บองโอนอัปเดตพองลบแอปพองเพื่อกรบแบบอย่างปันใต้เวียนเลยแต่เอายังบองลอยโซนจอยเก้าจะเป็นบุญเซนเตียมันทาเตเลกราฟมันทาแคปคัดเต้คือเอาบองลอยแต่มาดองเจี๊ยแสดงโดยตู้ซับบองยำจังเนี่ยออกเนี่ยเมียนแต่ตู้ซับเตะปะแต่เมียนเตเลกราฟปลาเตยำปลาแต่ชาร์ตเฟซบุ๊กเตรองไงเนี่ยออกเนี่ยให้แคปคัดมุ้ยสำหรับធ្វើវីដេអូចែកជូនបងប្អូនបានទស្សនាតាក់ទងទៅនឹងវីដេអូនៅលើវិស័យមួយហ្នឹងហើយខ្ញុំជឿថាបងប្អូនយើងគាត់ជួបបងប្អូនខ្លះក៏គាត់អត់ជួបហើយបើសិនជាបងប្អូនដែលមាន Telegram ហើយពេលដែលយើងចូលទៅក្នុង app Telegram បើសិនជាវា load នៅកន្លែងសញ្ញាមួយឲ្យយើង update យើងកុំ update កន្លែង update គឺសំខាន់នៃដល់គ្នាកម្មវិធីផ្សេងយើងអាច update បានប៉ុន្តែ Telegram មួយបើសិនជាបងប្អូនចង់អស់លុយគឺបងប្អូន updateបើសិនជាវាចេញកន្លែង update វាមាន2នៅខាងឆ្វេងវាឲ្យយើង skip ខាងស្ដាំវាឲ្យយើង update អញ្ចឹងបើសិនជាបងប្អូនចង់អស់លុយបងប្អូនចុចខាងស្ដាំទៅ update ទៅបងប្អូននឹងបង់លុយឲ្យ Telegram មួយខែ0.99 សេន$71នេះដល់គ្នាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ខ្វះខាតគឺគាត់មិនអាចប្រើ Telegram ដល់បន្តទេហើយសម្រាប់អ្នកដែលមានធនធានគ្រប់គ្រាន់ក៏អាចប្រើនៅ Telegram បានហើយសម្រាប់បងប្អូនដែលគាត់រកស៊ីតាម Telegram ដូចជាភ្ញៀវរបស់យើងនៅខាងនឹងច្រើនច្បាស់ណាស់គឺគាត់នឹងបង់ឲ្យបង់លុយឲ្យ Telegram តែម្ដងហើយសម្រាប់ខ្ញុំការងារអត់សូវច្រើននៅលើ Telegram ទេអ្នកនរគ្នាហើយបើសិនជាបងប្អូនយើងមាន Telegram ហើយវាចេញសញ្ញាឲ្យ update យើងកុំ update កុំឲ្យសោះតែ update គឺអស់លុយអ្នកនរគ្នាយើងចុច skip វាទៅគឺយើងប្រើវាធម្មតាបានហើយដូច Telegram របស់ខ្ញុំនៅក្នុងទូរស័ព្ទរបស់ខ្ញុំមួយនេះនៅក្នុងទូរស័ព្ទរបស់ខ្ញុំមួយនេះ Telegram របស់ខ្ញុំនេះខ្ញុំប្រើបានធម្មតានេះបងប្អូននេះ Telegram របស់ខ្ញុំគឺប្រើបានធម្មតាប៉ុន្តែវានៅតែក្នុងទូរស័ព្ទនេះខ្ញុំចង់យក Telegram របស់ខ្ញុំចូលទៅក្នុងទូរស័ព្ទមួយទៀតគឺអត់បានទេវាឲ្យយើងបង់លុយខ្ញុំខានរយៈពេល4ខែនេះបងប្អូននៅក្នុងហ្នឹងអត់មានទេដូចនៅក្នុងទូរស័ព្ទរបស់ខ្ញុំមួយនេះទូរស័ព្ទរបស់ខ្ញុំមួយនេះគឺមាន app Telegram នៅក្នុងហ្នឹងនេះបងប្អូននេះ Telegram នៅក្នុងហ្នឹងហើយសម្រាប់បងប្អូនដែលមាន app Telegram នៅក្នុងហ្នឹងមាន account យើងនៅក្នុងហ្នឹងហើយបើសិនជាវាមានចេញសញ្ញាឲ្យយើង update យើងកុំ update ដល់ស្រស់ឥឡូវខ្ញុំដាក់កន្លែងហ្នឹងឲ្យបងប្អូនមើលតែម្ដងដាក់នៅលើផ្ទាំងកុំព្យូទ័រហើយស្រួលបងប្អូនយើងមើលឥឡូវយើងចូលទៅទាំងអស់គ្នាឥឡូវខ្ញុំសុំបើកលើកុំព្យូទ័ររបស់ខ្ញុំដាក់នៅលើកុំព្យូទ័រឲ្យបងប្អូនយើងមើលតែម្ដងខ្ញុំសុំ refresh វា1 2 3សិនហើយខ្ញុំសុំបើកនៅកម្មវិធីរបស់ខ្ញុំដែលខ្ញុំត្រូវ share screen ចូលដើម្បីឲ្យបងប្អូនយើងមើលឥឡូវខ្ញុំសុំចូលមួយសិនឥឡូវខ្ញុំសុំ share screen ចូលមួយសិននេះឥឡូវខ្ញុំធ្វើការចូលហើយខ្ញុំដាក់ប៉ុណ្ណេះទៅខ្ញុំអត់បើកវាធំទេដាក់ប៉ុណ្ណឹងឲ្យបងប្អូនយើងមើលទៅមកស្រួលបងប្អូនយើងមើលឃើញខ្ញុំដាក់ប៉ុណ្ណេះឲ្យបងប្អូនយើងមើលតែម្ដងខ្ញុំ refresh មួយអានេះនៅក្នុងទូរស័ព្ទបងប្អូនខ្ញុំ share screen ពីនេះទៅតែម្ដងឲ្យបងប្អូនយើងមើលអានេះកន្លែងមួយនេះអានេះខ្ញុំសុំដាក់ប៉ុណ្ណេះឲ្យបងប្អូនយើងមើលតែម្ដងហើយអានេះនេះ app Telegram នេះដល់គ្នានេះខ្ញុំទាញមកដាក់កន្លែងនេះតែម្ដងនេះ app Telegram របស់យើងហើយមាន account នៅក្នុងនឹងស្រាប់ហើយពេលដែលយើងធ្វើការចូលទៅក្នុង app Telegram តើវាចេញនៅ load សញ្ញាអីគឺជា Telegram ហើយបើសិនជាយើងចូលទៅបើវាចេញសញ្ញាអីមួយយើងត្រូវមើលវាសិនមុននឹងយើងធ្វើការងារអីផ្សេងណាបងប្អូនឥឡូវខ្ញុំសុំចូលទៅក្នុង Telegram នឹងតែម្ដងនេះចូលប៉ុចឃើញទេអ្នកទាំងអស់គ្នាពេលដែលយើងចូលទៅក្នុង app Telegram គឺវាចេញសញ្ញាហ្នឹងនេះវាមាន2ហើយកាលមុនវា update នៅកន្លែងនេះកន្លែងមួយនេះវាដាក់ skip ត្រូវហើយកន្លែងមួយនេះបានវាដាក់ update ឥឡូវវាយកពី update មកដាក់ខាងក្រោមវិញអញ្ចឹងបើសិនជា Telegram បងប្អូនមានបញ្ហាបែបនេះបងប្អូនដាច់ខាតកុំចុចពាក្យថា update បើសិនជាបងប្អូនចុចពាក្យ update នេះគឺបងប្អូននឹងត្រូវបង់លុយជាប្រចាំខែតែម្ដង
ជាក់ស្ដែងដោយ Telegram របស់ខ្ញុំផ្ទាល់អញ្ចឹងនៅក្នុងទូរស័ព្ទមួយទៀតគឺខ្ញុំច្រឡំចុច update អញ្ចឹងមិនថាបងប្អូនច្រឡំចុច update ឬក៏បងប្អូនលុប app នឹងទេពេលដែលបងប្អូនវាយទៅលេខទូរស័ព្ទចូលវិញគឺវាទាមទារឲ្យយើងបង់លុយតែម្ដងហើយបើសិនជាបងប្អូនយើងមានលុយយើងចុចពី update ទៅយើងបង់លុយហើយសម្រាប់អត់ដូចខ្ញុំអត់ចុច update ទេហើយខ្ញុំធ្វើការចុច skip ពេលដែលបងប្អូនមាន Telegram យើងអូសចាញ់ចេះយើងអាចបានធ្វើការនៅលើហ្នឹងណាអញ្ចឹងយើងចាប់ផ្ដើមធ្វើការនៅលើ Telegram យើងចុចពីលើ Telegram វាចេញអញ្ចឹងកាលណាចេញចេះវាឲ្យយើងជ្រើសរើសពីរជម្រើសយើងមានពីរជម្រើសទី1 skip យើងអាចបន្តនៅ Telegram យើងអាចធ្វើការតទៀតបានណាជម្រើសទី2គឺយើងធ្វើការ update អញ្ចឹងជម្រើសដ៏ល្អសម្រាប់ខ្ញុំគឺជម្រើសទី1ខ្ញុំធ្វើការ skip ឃើញទេបងប្អូនពេលដែលយើងធ្វើការ skip យើងអាចធ្វើការនៅលើ Telegram យើងបានតែម្ដងអ្នកនរគ្នាយើងអាចតបភ្ញៀវអីបាននៅលើ Telegram ហ្នឹងណាអញ្ចឹងបើសិនជាវាចាញ់ update ដាច់ខាតកុំ update ដោយសារប្រយ័ត្នបង់លុយ 0.99 សេនឥឡូវនេះពេលដែលបង់លុយវាអញ្ចឹងណាជាមួយខ្ញុំដាក់ឥឡូវខ្ញុំឲ្យបងប្អូនមើលជាក់ស្ដែងតែម្ដងកុំឲ្យថាខ្ញុំនឹងចេះតែនិយាយពេលដែលខ្ញុំ update ហើយតើលទ្ធផលបែបណាអញ្ចឹងណាបងប្អូនឥឡូវខ្ញុំអូសនេះមកខាងនេះសិនខ្ញុំសូមចូលមកក្នុង app របស់ទូរស័ព្ទរបស់ខ្ញុំវិញអានេះយើងមិនតន់ update ទេណាបងប្អូននេះខាងឆ្វេងដៃរបស់ខ្ញុំគឺខ្ញុំអត់តន់ធ្វើការ update ទេអញ្ចឹងហើយយើងមកមើលខាងឆ្វេងដៃរបស់ខ្ញុំគឺអត់តន់ update ទេហើយបងប្អូនមើលខាងស្ដាំដៃម្ដងខាងស្ដាំដៃនេះគឺយើង update រួចអញ្ចឹងបងប្អូនមើលតាមការគួរ Telegram គួរ update ឬក៏មិន update អាហ្នឹងទៅលើបេះដូងរបស់អ្នកទាំងអស់គ្នាតែខ្ញុំគ្រាន់តែប្រាប់នៅក្នុងវីដេអូមួយនេះបើសិនជាបងប្អូនមានបញ្ហា Telegram យើងចូលមកវាឲ្យយើង update កុំ update ដោយសោះប្រយ័ត្នអស់លុយដូចខ្ញុំអញ្ចឹងនេះឃើញទេអ្នកទាំងអស់គ្នាគឺបង់លុយឲ្យ Telegram របស់ខ្ញុំ 0.99 សេន Telegram ខ្លះទៀត$1ជាងទៅអញ្ចឹងណាតាម app តាមការងាររបស់គាត់រៀងៗខ្លួនហើយសម្រាប់ Telegram នៅក្នុងទូរស័ព្ទមួយនេះគឺខ្ញុំអត់ដាច់ខាតអត់និយាយរួមទៅគឺអត់ update តែម្ដងបើសិនជាច្រឡំដែរអានឹងគឺជាអាសាបង់តែម្ដងគឺនិយាយរួមមួយខែបង់ឲ្យតែ Telegram គឺវេទនាហ្មងឥឡូវយើងមិនចាំអាចដែរទេនេះបងប្អូននេះឃើញបែបនេះដាច់ខាតកុំ update អញ្ចឹងវីដេអូមួយនេះគឺសំខាន់បើបងប្អូនបានមើលឃើញហើយកុំ update ដោយសោះបងប្អូនប្រយ័ត្នដូចខ្ញុំមកបងប្អូនកុំ update ប្រយ័ត្នដូចខ្ញុំហើយបងប្អូនបានមើលវីដេអូនេះហើយខ្ញុំសង្ឃឹមថាបងប្អូននឹងយល់ហាម update ហើយខ្ញុំសង្ឃឹមថាបងប្អូននឹងយល់កុំ update និយាយរួមទៅកុំ update តែម្ដងតែ update បងលុយជារៀងរាល់ខែតែម្ដងចិញ្ចឹមនិយាយរួមទៅយកលុយចិញ្ចឹម Telegram រាល់ថ្ងៃតែម្ដងតែបើសិនជាបងប្អូនគិតថា Telegram បងប្អូនសំខាន់ការងារអាជីវកម្មនៅលើ Telegram នឹងច្រើនបងប្អូនបង់ទៅអានឹងតាមបេះដូងណាហើយបើសិនជាបងប្អូនគិតថា Telegram ហ្នឹងវាអត់សូវសំខាន់សម្រាប់បងប្អូនទេបងប្អូនមិនចាំបាច់បង់វាឲ្យក៏បានដែរចាំសំខាន់ខ្ញុំយើងធ្វើការបង់ហើយសម្រាប់ខ្ញុំធ្វើការនៅលើ Telegram ហ្នឹងគឺខ្ញុំអត់ធ្វើការ update ទេខ្ញុំចុច skip មកគឺខ្ញុំធ្វើការនៅលើ Telegram បានតែម្ដងឃើញទេបងប្អូនគឺយើងធ្វើការនៅលើ Telegram បានតែម្ដងខ្ញុំធ្វើវីដេអូនេះគឺខ្ញុំវីដេអូមួយនេះខ្ញុំជូនដល់បងប្រុសរបស់ខ្ញុំជាពិសេសពួកគាត់ខំព្យាយាមស្វែងរកវិធីនៃការធ្វើទាំង YouTube ទាំង Facebook TikTok គាត់ស្នាជ្រាវអស់ហើយគាត់អត់ដឹងណាឥឡូវគាត់ឆាតមកខ្ញុំគាត់សួរបងប្អូននេះគាត់ឆាតមកខ្ញុំគាត់សួរពេលអញ្ចឹងទៅខ្ញុំក៏ប្រាប់ហើយខ្ញុំក៏ធ្វើវីដេអូហ្នឹងជូនបងជាពិសេសឲ្យបងបានមើលហើយបងយល់និយាយរួមទៅគាត់ហើយគាត់នឹងច្រឡំលុបអញ្ចឹងតែច្រឡំលុបហើយគឺ Telegram តែយើងចូលម្ដងទៀតគឺវា verify ឲ្យយើង verify ជាមួយ Gmail បន្ទាប់មកលេខទូរស័ព្ទបន្ទាប់មកឲ្យបង់លុយតែម្ដងអញ្ចឹងសម្រាប់គ្នាយើងដែលមាន Telegram ប្រើស្រាប់ហើយកុំ update ប្រយ័ត្នដូចបងខ្ញុំឬក៏ខ្ញុំផ្ទាល់ដូចគ្នាខ្ញុំច្រឡំ update នេះដល់គ្នាកាលនោះខ្ញុំ update នៅថ្ងៃទី9 ខែ 11 ខែ 11 ខែ 11 ក៏ដើមខែ 10 ទេថ្ងៃនោះខ្ញុំច្រឡំចុច update គឺ Telegram លេងប្រើការតែម្ដងគឺវាឲ្យយើងបង់លុយហើយ Telegram ហ្នឹងការងារខ្ញុំតិចទេអញ្ចឹងខ្ញុំអត់ចាំបាច់បង់លុយទេហើយខ្ញុំមាននៅក្នុងទូរស័ព្ទរបស់ខ្ញុំមួយនេះហើយអញ្ចឹងខ្ញុំប្រើនៅលើនឹងសិនចាំតទៅមុខទៀត Telegram លេងបង់លុយចាំយើងដាក់នៅទូរស័ព្ទមួយទៀតអញ្ចឹងណាអូខេបងប្អូនវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងជួបគ្នានៅវីដេអូក្រោយបាទអរគុណ